ជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទខកសុនមានជំរាបមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ទាក់ទងនឹងជំងឺរោគស្ត្រីបាទអញ្ចឹងទាក់ទងនឹងជំងឺរោគស្ត្រីដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងយកអំពីជំងឺមហារីកមាត់ស្បូនបាទអញ្ចឹងទាក់ទងជំងឺមហារីកមាត់ស្បូនដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយដើម្បីនិយាយហ្នឹងគឺនិយាយអំពីវិធីការពារជំងឺមហារីកមាត់ស្បូនដែលភាសាអង់គ្លេសហៅថា How to prevent cervix cancer បាទយើងថាពេលបច្ចុប្បន្នហ្នឹងគឺជំងឺម៉ៃបាត់ស្បូនគឺជាជំងឺម៉ៃរោគស្ត្រីមួយដែលយើងឃើញញឹកញាប់ច្រើនផងដែរបាទយើងចង់ដឹងថាតើវិធីការពារជំងឺម៉ៃបាត់ស្បូនហ្នឹងស្ត្រីត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសៀបដើមទី2គឺរោគសញ្ញាជំងឺម៉ៃបាត់ស្បូននិងទី3គឺវិធីការពារជំងឺម៉ៃបាត់ស្បូនបាទយើងចង់ដឹងថាតើជំងឺម៉ៃបាត់ស្បូនហ្នឹងមានរោគសញ្ញាអ្វីខ្លះវិធីការពារហ្នឹងគេត្រូវធ្វើយ៉ាងណាដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមជំងឺម៉ាច់មាត់ស្បូនគឺជាជំងឺម៉ាច់រោគស្ត្រីកើតមាននៅលើមាត់ស្បូនភាគច្រើនកើតមាននៅមាត់ស្បូនខាងក្រៅនិងមួយចំនួនតូចកើតមាននៅមាត់ស្បូនខាងក្នុងហើយនឹងដោយកម្រអាចកើតមានលើមាត់ស្បូនខាងក្នុងនិងខាងក្រៅផងដែរបាទនេះគឺតកតងជំងឺម៉ាច់មាត់ស្បូនយើងថាដំណាក់កាលដំបូងនៃជំងឺនេះអាចមិនមានរោគសញ្ញាអ្វីគួរសង្ស័យនោះទេគឺរកឃើញដោយការពិនិត្យកោសិកាមាត់ស្បូនរោគជំងឺមហារីកបាទនឹងគឺតកតងជំងឺមហារីកមាត់ស្បូនហ្នឹងយើងមកជាបន្តទៀតតកតងនឹងរោគសញ្ញាជំងឺមហារីកមាត់ស្បូនតើជំងឺមហារីកមាត់ស្បូនហ្នឹងមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចកត់សម្គាល់បានបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរោគសញ្ញាជំងឺម៉ៃបាត់ស្បូនទី1គឺស្ត្រីមានធ្លាក់សធំក្លិនព្យាបាលមិនបាត់អញ្ចឹងស្ត្រីត្រូវចាប់អារម្មណ៍នៅពេលដែលមានសញ្ញាធ្លាក់សធំក្លិនព្យាបាលមិនបាត់ហ្នឹងបាទហ្នឹងគឺជាអាការៈរោគសញ្ញាមួយហើយទាក់ទងនឹងជំងឺម៉ៃបាត់ស្បូនយើងមើលតទៅទៀតទាក់ទងនឹងរោគសញ្ញាជំងឺម៉ៃបាត់ស្បូនទី2គឺស្ត្រីឈឺចាប់នៅក្នុងអាងទឹកគៀកអញ្ចឹងសញ្ញាឈឺចាប់នៅក្នុងអាងទឹកគៀកបញ្ជាក់ថាមានបញ្ហាស្រីរាមួយនៅក្នុងអាងទឹកគៀកហ្នឹងមានបញ្ហាផងដែរបាទយើងមកបន្តទៀតតទៅនឹងរោគសញ្ញាជំងឺម៉ៃបាត់ស្បូនទី3គឺស្ត្រីធ្លាក់ឈាមតាមទ្វារមាសក្រោយការរួមភេទបាទអញ្ចឹងបញ្ហាធ្លាក់ឈាមតាមទ្វារមាសក្រោយការរួមភេទហ្នឹងវាអាចតកតងជំងឺបាត់ស្បូនជាពិសេសគឺតកតងនឹងបំបៅឬក៏ម៉ៃបាត់ស្បូនតែម្ដងបាទយើងបន្តទៀតតកតងរោគសញ្ញាជំងឺម៉ៃបាត់ស្បូនទី4គឺស្ត្រីធ្លាក់ឈាមតាមទ្វារមាសចន្លោះពេលនៃការមករដូវបាទហ្នឹងក៏ជារោគសញ្ញាមួយដែលសង្កេតឃើញតកតងជំងឺម៉ៃបាត់ស្បូនផងដែរបាយបន្តទៀតតកតងរោគសញ្ញាជំងឺម៉ៃបាត់ស្បូនទី5គឺស្ត្រីមានការធ្លាក់ឈាមតាមទ្វារមាសក្រោយការអស់រដូវអញ្ចឹងលើស្ត្រីដែលគាត់អស់រដូវហើយមានបញ្ហាធ្លាក់ឈាមតាមទ្វារមាសហ្នឹងស្ត្រីត្រូវចាប់អារម្មណ៍តកតងជំងឺម៉ាច់រោគស្ត្រីជាពិសេសគឺតកតងជំងឺម៉ៃបាត់ស្បូនតែម្ដងបាយបន្តទៀតតកតងនឹងរោគសញ្ញាបាទជំងឺម៉ៃបាត់ស្បូនទី6គឺស្ត្រីមានសញ្ញានៃការរាលដាលបាទរោគសញ្ញានៃការរាលដាលហ្នឹងគឺអាចទៅដល់ផ្លោកនោមទៅដល់ថង់លាមកទៅដល់សួតបាទទៅដល់ថ្លើមនិងឆ្អឹងផងដែរបាទនោះគឺជារោគសញ្ញាមួយទៀតនៃការរាលដាលរបស់តកតងជំងឺម៉ៃបាត់ស្បូនបាទអញ្ចឹងទន្ទឹមនឹងរោគសញ្ញានេះយើងត្រូវដឹងពីវិធីការពារដែរតើវិធីការពារជំងឺម៉ៃបាត់ស្បូនហ្នឹងគឺត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីការពារជំងឺម៉ៃបាត់ស្បូនទី1គឺយើងត្រូវធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺម៉ៃបាត់ស្បូនយើងឃើញថាវ៉ាក់សាំងបង្ការជំងឺម៉ៃបាត់ស្បូននោះគឺអាចចាក់បានលើក្មេងស្រីចាប់ពីអាយុ9ឆ្នាំឡើងទៅបាទហើយអាចមានអត្ថប្រយោជន៍បាទរហូតដល់45ឆ្នាំឬក៏លើនឹងផងដែរហើយបន្តទៀតតទៅវិធីការពារជំងឺម៉ៃបាត់ស្បូនទី2គឺត្រូវមានដៃគូរួមភេទតែមួយបាទអញ្ចឹងអ្នកដែលមានដៃគូរួមភេទច្រើនត្រូវប្រើប្រាស់ស្រោមអនាម័យពីព្រោះយើងឃើញថាមេរោគ HPV បាទជាមេរោគញឹកញាប់ដែលបង្កទៅជាបញ្ហាជំងឺម៉ៃបាត់ស្បូនហ្នឹងវាឆ្លងតាមការរួមភេទផងដែរបាយបន្តទៀតតទៅវិធីការពារជំងឺម៉ៃបាត់ស្បូនទី3គឺត្រូវប្រើប្រាស់ស្រោមអនាម័យបាទស្រោមអនាម័យរាល់ពេលរួមភេទបើសិនបើអ្នកមានដៃគូរួមភេទច្រើនជាងការប្រើស្រោមអនាម័យហ្នឹងគឺមិនគ្រាន់តែបង្ការការឆ្លងរោគទេវាអាចបង្ការការមានកូនហើយនឹងបង្ការជំងឺឆ្លងផ្សេងៗទៀតផងដែរបាយបន្តទៀតតទៅវិធីការពារជំងឺម៉ៃបាត់ស្បូនទី4គឺស្ត្រីត្រូវធ្វើការពិនិត្យរោគស្ត្រីឲ្យបានទៀងទាត់បាទអញ្ចឹងការពិនិត្យរោគស្ត្រីបានទៀងទាត់
បាទគឺអាចស្រាវជ្រាវបានទាន់ពេលវេលាតកតងនឹងជំងឺ Mycobacterium ស្បូននៅដំណាក់កាលបានឆាប់បាទយើងអាចធ្វើការព្យាបាលបានជាសះស្បើយផងដែរបាទយើងតទៀតតកតងទីការពារជំងឺ Mycobacterium ស្បូនទី5គឺស្ត្រីត្រូវធ្វើតេស្តស្រាវជ្រាវរោគជំងឺ Mycobacterium ស្បូនតាមការណាត់ជួបរបស់គ្រូពេទ្យអញ្ចឹងការស្រាវជ្រាវតកតងនឹងMycobacterium ស្បូនហ្នឹងគឺយើងត្រូវធ្វើឲ្យបានទៀងទាត់ផងដែរពីព្រោះដើម្បីស្រាវជ្រាវបានទាន់ពេលវេលាតកតងនឹងជំងឺ Mycobacterium ស្បូនហ្នឹងបាទអញ្ចឹងគឺថាតកតងនឹងស្ត្រីដែលគាត់ចង់ធ្វើការស្រាវជ្រាវហើយនឹងធ្វើការពិនិត្យតកតងនឹង Mycobacterium ស្បូនហ្នឹងយើងឃើញថាខាងប្រាសាទរាជខ្ញុំមានផ្ដល់សេវាពិនិត្យនិងស្រាវជ្រាវជំងឺ Mycobacterium ស្បូនព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺ Mycobacterium ស្បូនហ្នឹងក្នុងតម្លៃសមរម្យផងដែរបាទហើយបើចង់ទំនាក់ទំនងយើងខ្ញុំយើងមានលេខទូរស័ព្ទក៏ដូចជាលេខ Telegram បេសាក្នុងការទំនាក់ទំនងគឺ088 3132 225 092 59 3350និង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងខ្ញុំមានមធ្យោបាយពីរគឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីគាត់មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code reader តម្លើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់តម្លើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងអាចមើលតាមផែនទីផ្ទាល់បាទអាចចុះតាមខ្លងទ្វារវត្តម្សៅបត់តាមបងវត្តខាងស្ដាំដៃចុះតាមផ្លូវ16បេតេត្រង់ចុងផ្លូវគឺដោយតាមខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតាផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺទូទៅបាទតាក់ទងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាក៏ដូចជាការរៀនពេទ្យរបស់និស្សិតពេទ្យបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យខកស៊ុន MD Official បាទដោយអក្សរស្រាប់បាទចុច search បាទជ្រាបទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ Subscribe ម្នាក់មួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ